តោះសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់ជួបជាមួយនឹងខ្ញុំភាសាជាថ្មីទៅលើការវិភាគ Daily Analysis Morning របស់យើងជាប្រចាំព្រឹករៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង7ដល់ម៉ោង12អូខេកុំឲ្យវែងឆ្ងាយយូរយើងមកមើលពីតម្លៃមាសទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំវិភាគពីបងប្អូនទៅលើតម្លៃមាសជាមួយនឹងតម្លៃប្រេងអញ្ចឹងរងចាំមើលថាតើវាឡើងក៏ដូចជាវាអាចថាវាប៉ះទៅលើ target របស់យើងឬមួយក៏អត់មានតែរងចាំមើលព្រោះតម្លៃមាសជាមួយនឹងតម្លៃប្រេងគឺខ្ញុំទិញទាំងពីរបងប្អូនធ្វើការបាយទៅលើតម្លៃប្រេងជាមួយនឹងតម្លៃមាសដោយសារតែខ្ញុំបានចេញវីដេអូមុនច្រើនណាស់ហើយតាក់ទងនឹងសង្គ្រាមអញ្ចឹងអ្វីដែលយើងអាចធ្វើបានយើងកុំលក់អីទៅលើពីរប្រភេទនេះប្រេងជាមួយនឹងមាសទី1បើសិនជានិយាយពីមាសមានការភ័យខ្លាចច្រើនមែនតើអញ្ចឹងគេនឹងងាកមកទ្រព្យសកម្មនេះហើយដែលជាមាសជាទ្រព្យសុវត្ថិភាពដែលគេទិញទុកហើយមួយទៀតទៅលើតម្លៃប្រេងដោយសារតែប្រេងមានការខ្វះខាតទៅលើការផ្គត់ផ្គង់ដោយសារតែមានអ្នកប្រើច្រើនក៏ប៉ុន្តែអ្នកផ្គត់ផ្គង់តិចអញ្ចឹងវានឹងឡើងដូចគ្នាតោះឥឡូវយើងមកមើលពីតម្លៃមាសទាំងអស់គ្នាថាយើងនឹងរងចាំទៅធ្វើការបិទទៅលើផលចំណេញនៅតម្លៃប៉ុន្មានក្នុងពេលឥឡូវនេះគឺយើងអាចធ្វើការទិញបានតែម្ដងទៅលើតម្លៃមាសខ្ញុំមើលឃើញទៅលើ pattern មួយល្អមែនតើដែលវាចូលជា double bottom ហើយមាសនេះអញ្ចឹងវាអាចនឹងឡើងទៅដល់តម្លៃនេះបងប្អូន5300ក៏ប៉ុន្តែយើងធ្វើការ take profit តាមដំណាក់កាលសម្រាប់មាសអញ្ចឹងការ take profit ដំបូងឡើយរបស់យើងគឺនៅតម្លៃ5200ទៅ5240 5220ទៅ5240ជាការ take profit របស់យើងដំបូងនេះបងប្អូនអញ្ចឹងយ៉ាប់យើងកុំឲ្យវែងឆ្ងាយយើងបាយពីតម្លៃហ្នឹងទៅតែម្ដងតាមពិតទៅគឺខ្ញុំឲ្យបងប្អូននៅគ្រប់គឺយើងបាយតាំងពីក្រោមនេះទៅបងប្អូនក៏ប៉ុន្តែនេះខ្ញុំ record វា late វាហាងយឺតអញ្ចឹងហើយបាទខ្ញុំនិយាយបញ្ជាក់ជូនបងប្អូនដដែលសម្រាប់បងប្អូនដែលអត់បានចូលគ្រប់បងប្អូនអាចចូលគ្រប់បានព្រោះខ្ញុំតម្លាក់តម្លៃក៏ដូចជាព័ត៌មានផ្សេងៗវាលឿនជាងអ្វីដែលខ្ញុំចេញទៅលើវីដេអូតោះឥឡូវនេះគឺជា target មួយសម្រាប់តម្លៃមាសយើងអាចធ្វើការទិញពីឥឡូវបាន take profit របស់យើងដំបូង5220ទៅ5240ឥឡូវយើងមកមើលពីតម្លៃប្រេងទាំងអស់គ្នាបងប្អូនតម្លៃប្រេងនេះតម្លៃប្រេងបច្ចុប្បន្នវានៅតម្លៃ5115អានេះគឺខ្ញុំបានដាក់0ហើយដូចគ្នាអានេះគឺជា target របស់យើងតែម្ដងសម្រាប់យើង take profit 5000ដំបូងឡើយគឺយើងព្យាយាមក្នុងការកាត់ទៅលើផលចំណេញនៅ5125ឈប់5125ទៅ5130ដែលជា target ទី1របស់យើងក្នុងការយើង take profit ហើយក៏បច្ចុប្បន្នគឺយើងនៅតែធ្វើការទិញទៅលើតម្លៃប្រេងនេះគ្នាអូខេអញ្ចឹងនេះសម្រាប់ពីនេះក្នុងថ្ងៃហ្នឹងមាសក៏ទិញប្រេងក៏ទិញហើយយើងរងចាំមើលថាតើយើង hit ទៅលើ target របស់យើងទាំងពីរឬមួយក៏អត់ក៏ប៉ុន្តែខ្ញុំរំពឹងទុកថាវាអាចនឹង hit ទៅលើប្រេងលឿនជាងមុនទៅលើមាសដោយសារតែឥឡូវហ្នឹងប្រេងវាកំពុងតែហក់ឡើងវាជ្រោខ្លាំងមែនតើអញ្ចឹងជាហេតុផលដែលខ្ញុំរំពឹងទុកថាប្រេងវានឹងអាចឡើងទៅដល់មុនបន្ទាប់មកមាសនឹងវាឡើងទៅតាមក្រោយបន្តទៀតអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់មកចែកម្លែកតាក់ទងនឹង technical បើសិនជាមានព័ត៌មានក៏ដូចជា fundamental ល្អទៀតខ្ញុំនឹងតម្លាក់វីដេអូជូនបងប្អូនបន្តទៀតហើយដូចខ្ញុំបញ្ជាក់បងប្អូនតារាអញ្ចឹងសម្រាប់បងប្អូនដែលអត់បានចូលគ្រប់បងប្អូនអាចចូលគ្រប់បានមួយទៀតសម្រាប់បងប្អូនដែលចង់ចេះសិក្សាស្វែងយល់ដឹងពីទៅលើវិស័យមួយនេះបងប្អូនអាចមកហៅខ្ញុំបានមួយទៀតតាក់ទងនឹងបងប្អូនដែលគាត់ចេះហើយបងប្អូនមានការ trade ខាតពីមុនមកយ៉ាបងប្អូនអាចមកហៅខ្ញុំបានដូចគ្នាចាំខ្ញុំជួយក្នុងការហៅផលចំណេញជួយបងប្អូនវិញសងទៅលើផលខាតកាពីមុនហើយក៏ខ្ញុំមាន option មួយទៀតល្អមែនតើសម្រាប់បងប្អូនដែលរវល់ទៅលើការងារក៏ដូចជាបងប្អូនជាប់រវល់ជាមួយនឹងការរកស៊ីបងប្អូនច្រើនបងប្អូនអាចដាក់ទៅលើ copy trade ជាមួយនឹងខ្ញុំបានតាក់ទងនឹង copy trade ហ្នឹងបងប្អូនអាចសាកសួរព័ត៌មានខ្ញុំបន្ថែមទៀតបាននៅពេលក្រោយអញ្ចឹងឥឡូវហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេរងចាំមើលទៅលើតម្លៃទីផ្សារទាំងអស់គ្នាអរគុណ